បាទដែលសូមជំរាបសួរថ្ងៃនេះគឺខ្ញុំនឹងធ្វើបទបង្ហាញគឺកំហុសរបស់អ្នកទិញឡានអញ្ចឹងគឺកំហុសទី1គឺមិនដែលឆែកមើលតម្លៃទីផ្សារអញ្ចឹងអ្នកទិញឡានមួយចំនួនហ្នឹងគឺគាត់ឲ្យតែឃើញឡានគឺស្រឡាញ់ចង់បានជិះដំណើរកំសាន្តជាមួយក្រុមគ្រួសារជិះបង្អួតគេឯងឬឲ្យអ្នកទិញហ្នឹងមើលថាខ្លួនហ្នឹងគឺមានឡានជិះប៉ុន្តែគឺគាត់នឹងគឺមិនដែលឆែកមើលតម្លៃទីផ្សារនៃឡានទេអញ្ចឹងមុននឹងទិញគួរតែឆែកមើលសិនតើឡានដែលយើងចង់បានហ្នឹងតើវាមានតម្លៃប៉ុន្មានយើងឆែកមើលតម្លៃឡានឲ្យបានច្រើនហើយយើងយកតម្លៃធៀបដើម្បីជៀសវាងថាកុំឲ្យកន្លែងនោះវាកោយើងពេកអញ្ចឹងបើថាបើគេកោយើងពេកយើងនឹងមានការខាតបង់ច្រើនអញ្ចឹងមានថាគឺពួកគាត់ពេលខ្លះគឺឲ្យតែឆ្លាញ់ទិញគឺមិនដែលឆែកមើលតម្លៃទីផ្សារទេទីពីរទៀតគឺមិនដែលឆែកមើលប្រវត្តិឡានអញ្ចឹងមានថាគឺប្រវត្តិឡានមិនថាឡានមួយទឹកឬក៏មួយទឹកពីទឹកនៅស្រុកយើងឬក៏ឡានមួយទឹកមកពីស្រុកគេទេអញ្ចឹងមានថាពីច្រើនពួកគាត់អត់ដែលឆែកមើលទេតើឡានហ្នឹងគឺមានប្រវត្តិបែបណាបងប្អូនគិតថាអញ្ចឹងមានន័យថាឡានមួយទឹកមកពីប្រទេសគេក៏ដោយគឺឡានហ្នឹងវាមានបុកហើយវាមានបុកវាមានប៉ះឬក៏មានការខូចខាតនៅត្រង់ណាមួយប៉ុន្តែយើងមិនដែលឆែកមើលប្រវត្តិទេឲ្យតែឃើញឡានហ្នឹងមើលទៅស្អាតគឺយើងចាប់ផ្ដើមទិញនៅពេលដែលយើងទិញឲ្យលុយគេហើយទើបខកចិត្តអញ្ចឹងទី3គឺចំណាយថវិកាលើសពីខ្លួនមានអញ្ចឹងមានថាគឺចង់បានឡានមួយថវិកាដល់យើងចង់បានអាឡានមួយដែលតម្លៃនោះលើសថវិកាដែលយើងមានទៀតមានន័យថាយើងទិញហួសពីលទ្ធភាពរបស់យើងអញ្ចឹងមានថាធ្វើឲ្យយើងនឹងអាចទៅខ្ចីលុយគេបន្ថែមធ្វើឲ្យយើងនឹងជាបំណុលអញ្ចឹងបញ្ហាហ្នឹងមួយគួរតែជៀសវាងដែរទី4គឺមិនបានធ្វើតេស្តសាកល្បងឲ្យបានយូរនិងមិនទាមទារកិច្ចសន្យាធានានៅពេលដែលទៅទិញឡានម្ដងហ្នឹងគឺមានន័យថានៅពេលដែលយើងជិះខ្លីៗហ្នឹងគឺឡានហ្នឹងវាមិនទាន់ធ្វើទុកទេដូចជាម៉ាស៊ីនត្រជាក់ពាក្យច្រើនឬក៏ម៉ាស៊ីនអញ្ចឹងមានថានៅពេលដែលយើងឆេះទិញហ្នឹងគឺវាអត់ទាន់ធ្វើទុកទេអញ្ចឹងមានថាយើងជិះឲ្យបានយូរទើបដឹងថាម៉ាស៊ីនត្រជាក់ហ្នឹងវាខូចឬក៏អត់អញ្ចឹងមានន័យថាគួរតែមានការធានាយើងធ្វើលិខិតធានាកិច្ចសន្យាធានាដោយមានការផ្តិតមេដៃដែលមានសាក្សីពីការ៉ាស់មកធានាម៉ាស៊ីនត្រជាក់ចំនួន5ខែ6ខែឬក៏1ឆ្នាំឬក៏យ៉ាងម៉េចមកអាថាលើចរចាអញ្ចឹងមានថាគឺឲ្យគេធ្វើកិច្ចសន្យាទាំងម៉ាស៊ីនបានការកាត់តអញ្ចឹងមានថាទៀមទាការ៉ាស់ឲ្យគាត់ច្បាស់លាស់ហ្នឹងគឺឲ្យគាត់ធ្វើកិច្ចសន្យាធានាបាទទី5ទៀតគឺមិនដែលមើលតែទៅលើទឹកថ្នាំអញ្ចឹងមានថាអ្នកប្រើប្រាស់មួយចំនួនឲ្យតែឃើញឡានទឹកថ្នាំមិនល្អគាត់ថាឡានហ្នឹងគឺមិនស្អាតចេះមួយឲ្យតែឃើញឡានខ្លះម៉ាស៊ីនគ្រឿងក្រោមវាមិនល្អប៉ុន្តែគេប្រើទឹកថ្នាំថ្មីមើលទៅថាឡានហ្នឹងគឺស្អាតតាមពិតគឺមិនអញ្ចឹងទេថ្នាំគឺយើងអាចបាញ់ពណ៌អីក៏បានដែរឲ្យតែយើងមានលុយបាញ់អញ្ចឹងមានថាចំណុចហ្នឹងគឺពិនិត្យមើលមែនតើបាទមិនមែនថាឲ្យទឹកថ្នាំល្អគឺឡានល្អនោះទេអញ្ចឹងគួរតែប្រុងប្រយ័ត្នឲ្យមែនតើទី6ទៀតគឺមិនបានគិតពីអាយុកាលនៃឡានទេអញ្ចឹងមានថាអ្នកទិញមួយចំនួនហ្នឹងក៏បានគិតថាឡានហ្នឹងគឺមានអាយុកាលប្រហែលដែលគេបោះបង់ដែលគេជប់ប្រើទេប៉ុន្តែនៅបរទេសភាគច្រើនឡានគឺមានអាយុកាល8ឆ្នាំអញ្ចឹងមានថាគឺគេជប់ប្រើហើយគេនឹងអាចវាយចេញដោះដូរផ្សេងវិញបាទអញ្ចឹងឡានក៏មានអាយុកាលមួយដែរប៉ុន្តែអ្នកខ្លះគឺក៏អត់គិតពីអាយុកាលទេមានន័យថាគាត់ចេះតែប្រើអញ្ចឹងចុះទៅទិញបែបនេះទិញបែបនោះអញ្ចឹងវាអាចមានបញ្ហានៅពេលដែលយើងកំពុងតែជិះបាទទី7យើងអ្នកទិញមួយចំនួនគិតតែលើផ្លាកលេខមួយអក្សរពីរអក្សរទេគាត់គិតថាឲ្យតែពីរអក្សរហ្នឹងគឺល្អសម្រាប់គាត់ងាយស្រួលទិញលក់អញ្ចឹងបើសិនជាងាយស្រួលទិញលក់ដដែលអញ្ចឹងមិនទិញមិនទឹកទៅអីហេតុអីក៏មិនទិញថ្មីតែម្ដងទៅបាទអញ្ចឹងមានថាកុំគិតមួយអក្សរពីរអក្សរសំខាន់ផុតគឺម៉ាស៊ីនរបស់វាគុណភាពរបស់ឡានហ្នឹងតើវាយ៉ាងម៉េចបាទវាល្អអត់បាទគុណភាពយ៉ាងម៉េចដែរពេលខ្លះគេមួយអក្សរមែនប៉ុន្តែពេលខ្លះគ្នាមិនសូវបានប្រើទេគេទុកចោលយូរជាម្ដងទេពេលខ្លះពីរអក្សរមែនមានន័យថាគេប្រើគេជិះរត់ទៅថ្ងៃ
បុកប៉ះជាមួយទៅមិនមែនថាមួយអក្សរពីរអក្សរហ្នឹងគឺអឺល្អឬក៏អាក្រក់នោះទេបាទគឺអត់សម្គាល់បែបនោះទេពេលខ្លះអ្នកទិញមួយចំនួនទៀតឲ្យតែឃើញមួយអក្សរឡានល្អបែបហ្នឹងក៏គាត់មានការត្អូញត្អែដែរអញ្ចឹងសម័យបច្ចុប្បន្ននេះគឺយើងអាចកែបានតានៅពេលដែលយើងទិញមួយអក្សរហើយយើងអាចធ្វើផ្លាកលេខថ្មីទៅអញ្ចឹងវាថាវាបានពីរអក្សរបាត់ទៅហើយបាទសូម្បីតែតម្លៃខុសគ្នាក៏ដោយក៏គាត់នៅតែសុញសាច់ដែរបាទទី8គឺជាកំហុសធ្ងន់នៅពេលដែលតាក់ទិញឡានទាំងអស់ភាគច្រើនគឺគាត់មិនដែលមើលគ្រឿងក្រោមទេបាទអញ្ចឹងមានថាបើសិនជាអ្នកគួរតែឡើងប៉ង់មើលគ្រឿងក្រោមឲ្យបានកាន់តែច្បាស់បាទសូម្បីតែមានការកាត់តយ៉ាងម៉េចក៏ដោយគ្រឿងក្រោមហ្នឹងគឺពិបាកនឹងបន្លំណាស់អញ្ចឹងមានថាបើសិនជាយើងមានឱកាសមើលគ្រឿងក្រោមយើងនឹងដឹងច្បាស់ថាឡានហ្នឹងកាត់តឬមិនកាត់តវាបង្ហាញឲ្យយើងស្ដែងតែម្ដងបើសិនជាយើងមើលនៅលើបង្អួចទ្វារឬក៏ចំណុចបុកក្រោយនេះភាគច្រើនក៏វាមិនសូវច្បាស់អញ្ចឹងបើសិនជាយើងមានឱកាសមើលជើងក្រោមទៀតមានន័យថាគឺកាន់តែច្បាស់គឺថ្នាំប៉ះថ្នាំដេរហ្នឹងតាមសារហ្នឹងគឺវាបង្ហាញយើងច្បាស់តែម្ដងអញ្ចឹងកំហុសទាំង8របស់អ្នកទិញឡានដែលគាត់មើលរំលងខ្ញុំសូមសង្ខេបប៉ុណ្ណឹងបើសិនជាបងប្អូនមានសំណួរសាកសួរអាចខមមិនបានបាទសូមអរគុណ